ប្រទេសកម្ពុជានឹងអាចក្លាយជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកនិងជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជានាំចូលផលិតផលរបស់ខ្លួននេះបើយោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry ដែលថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអង្គារ So good afternoon everybody and thank you for your patience. ក៏ប៉ុន្តែការពង្រឹងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងអភិបាលកិច្ចល្អគឺជាក្តីបារម្ភដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកថ្លែងក្នុងសន្និសីទសារព័ត៌មាននៃការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃរបស់លោកក្នុងប្រទេសកម្ពុជាលោក John Kerry បានបញ្ជាក់ពីការបដិញ្ញាក្នុងការរឹតចំណងពាណិជ្ជកម្មទ្វេភាគីក៏ដូចជាការរឹតបន្តឹងចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកផងដែរ Our trade and investment ties have long served to propel our relationship forward. យើងបានព្យាយាមហើយការវិនិយោគរបស់យើងបានជំរុញទំនាក់ទំនងរបស់យើងទៅមុខយើងបានយល់ស្របគ្នាថាកម្ពុជាត្រូវមានទំនាក់ទំនងពាណិជ្ជកម្មចម្រុះគឺមិនត្រូវមានជំរើសណាមួយល្អជាងគេទេគ្រប់គ្នាត្រូវមានឱកាសគឺឱកាសដើម្បីឲ្យមានសមត្ថភាពក្នុងការរីកចម្រើនហើយខ្ញុំគិតថាវាគឺជាកត្តាគួរឲ្យកត់សម្គាល់ណាស់ថាសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាធ្វើឲ្យបើប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាមួយចំហៀងផែនដីក៏ដោយក៏ប៉ុន្តែលោកថ្លែងថាថ្នាក់ដឹកនាំកំពូលសហរដ្ឋអាមេរិកនិងកម្ពុជានឹងយកបញ្ហានេះទៅពិភាក្សាបន្តទៀតនៅក្នុងកិច្ចប្រជុំកំពូលរបស់ប្រជាជាតិអាស៊ាននៅកន្លែងលំហែកាយ Sunnylands នៅក្នុងរដ្ឋ California ក៏ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសមហាអំណាចបានបញ្ជាក់យ៉ាងដូចនេះថា We care deeply about respect for human rights, universal freedoms and good governance យើងយកចិត្តទុកដាក់ខ្លាំងអំពីសិទ្ធិមនុស្សគឺសេរីភាពជាសកលហើយនឹងអភិបាលកិច្ចល្អការរីកចម្រើនក្នុងវិស័យទាំងនេះគឺជាកត្តាសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើងហើយវាក៏ជាក្តីសង្ឃឹមនិងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាដែរលោករដ្ឋមន្ត្រីក្រសួងការបរទេស John Kerry ធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល2ថ្ងៃចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីរឹតចំណងមិត្តភាពទ្វេភាគីរវាងប្រទេសកម្ពុជានិងការរៀបចំកិច្ចប្រជុំអាស៊ានអាមេរិកនាខែក្រោយក្នុងដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃក្នុងប្រទេសកម្ពុជាលោក John Kerry នៃសហរដ្ឋអាមេរិកបានជួបលោកហ៊ុនសែននិងលោកហៅនំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាតំណាងអង្គការសង្គមស៊ីវិលនិងតំណាងគណៈបកជំទាស់ផងដែរពីព្រោះដូចខ្ញុំប្រៀបចឹងយើងបរិយាកាសទូទៅដើម្បីប្រកួតការបោះឆ្នោតក៏ឲ្យប្រកួតឲ្យមានបរិយាកាសកុំឲ្យមានការគំរាមកំហែងកុំឲ្យមានការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគៀបសង្កត់អីហ្នឹងសិតនៅក្នុងបន្ទាប់ពីជំនួបបិទទ្វារមួយរវាងលោកហៅនំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងលោក John Kerry នាទីស្តីការក្រសួងការបរទេសកម្ពុជាក្នុងព្រឹកថ្ងៃអង្គារនេះលោកហៅនំហុងនៃប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូចនេះថាកម្ពុជាដោយសារសហរដ្ឋអាមេរិកជាទីផ្សារធំសម្រាប់វិនិយោគផលកម្ពុជានិងស្វ័យជើងខ្ញុំក៏បានស្នើឲ្យគិតគូរអំពីបញ្ចូលក្នុងការ97តំណែងនៃអត់យកពន្ធនេះសូមបញ្ចូលទាំងសម្ភារបំពាក់វិនិយោគផលនិងស្វ័យជើងយើងផងលោកហៅនំហុងក៏បានឲ្យដឹងផងដែរថាលោកក៏បានបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជាដែលនៅតែរក្សាអព្យាក្រឹតភាពរបស់ខ្លួនលើបញ្ហាចំនួនសមុទ្រចិនខាងត្បូងនិងរឿងរ៉ាវសាកល្បងអាវុធរបស់កូរ៉េខាងជើងផងដែរ Today I had candid and constructive meetings with Prime Minister Hun Sen មុននឹងចាកចេញពីប្រទេសកម្ពុជានៅល្ងាចថ្ងៃអង្គារនេះលោក John Kerry បានឲ្យដឹងថានៅក្នុងជំនួបមួយរវាងលោកនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសហរដ្ឋអាមេរិកនិងកម្ពុជាក៏យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនដើម្បីប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហិង្សាដោយពួកជ្រុលនិយមផងដែរ And we look forward to the talks in Sunnyland as the next step in building this continued relationship. Thank you all very much. Thank you. បន្ទាប់ពីសន្និសីទកសែតតាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជារយៈពេល2ថ្ងៃលោក John Kerry បានចាកចេញ
ពីប្រទេសកម្ពុជានាថ្ងៃអង្គារនេះដើម្បីទស្សនកិច្ចនៅប្រទេសចិនបន្តទៀតពីរាជធានីភ្នំពេញខ្ញុំនៅវណ្ណរិន VOA